បាទសូមគោរពស្វាគមន៍លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូអ្នកសិក្សាអប់រំទស្សនិកជននិងកុមារយុវ័នជាទីគោរពនិងជាទីស្រឡាញ់ទាំងអស់គ្នាមកកាន់កម្មវិធីបង្អួចគំនិតកុមារយុវ័នជាថ្មីម្ដងទៀតខ្ញុំគិតថាប្រិយមិត្តទស្សនិកជនយើងដែលចាំបានថានៅក្នុងវគ្គទី1ទី2ទី3យើងបានពិភាក្សាគ្នាជាពិសេសវគ្គទី2និងវគ្គទី3នេះយើងបានជជែកពិភាក្សាគ្នាតាមអនឡាញតាមកម្មវិធីនេះរួចមកហើយពាក់ព័ន្ធទៅនឹងថាតើអ្វីជាសូចនាករពន្លឿនការបណ្ដុះបណ្ដាលជំនាញចាំបាច់ហើយក្នុងចំណោមជំនាញចាំបាច់ហ្នឹងគឺយើងបានជជែកគ្នាថាកុមារកម្ពុជាយើងគួរតែទទួលបានការបណ្ដុះបណ្ដាលជំនាញចាំបាច់ជា3ពួកធំៗពួកទី1គឺយើងនិយាយថាជំនាញសម្រាប់ជីវិតប្រចាំថ្ងៃទី2គឺជំនាញសម្រាប់កសាងសង្គមគ្រួសារកសាងសហគមន៍និងកសាងអភិវឌ្ឍជាតិហើយចំណែកឯជំនាញធំអឺទី3នោះគឺជំនាញការពារជាតិហើយក្នុងចំណោមជំនាញដែលខ្ញុំរៀបរាប់បាញ់នេះក៏យើងបានពិភាក្សាគ្នាជាមួយនឹងជំនាញតូចមួយហៅថាកុមារយុវសហគ្រិនភាពរួចមកហើយអញ្ចឹងណាអញ្ចឹងដូចដែលសន្យាថាជួបគ្នានៅវគ្គក្រោយនេះគឺវគ្គទី4នេះដែលយើងនឹងជជែកគ្នាលើប្រធានបទមួយថាតើកុមារយុវសហគ្រិនជានរណាកុមារបន្ទាប់ពីយើងយល់ពីថាកុមារយុវសហគ្រិនភាពជាអ្វីហើយថ្ងៃនេះយើងជជែកគ្នាពិភាក្សាគ្នាផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងថាតើកុមារយុវសហគ្រិនជានរណាអញ្ចឹងជាទម្លាប់ដើម្បីអយើងដោះស្រាយបញ្ហាអ្វីមួយតើយើងកំណត់ឬគល់នៅបញ្ហាមែនតើទៅមានន័យថាដើម្បីរកចម្លើយអ្វីមួយតើយើងដឹងថាមានបញ្ហាអីបើគ្មានបញ្ហាក៏គ្មានចម្លើយដែរអញ្ចឹងយើងសាកល្បងបង្កើតជាបញ្ហាបន្ថែមទៅលើបញ្ហាខាងដើមបាញ់មិញបញ្ហានេះគឺជាសំណួរទេសំណួរខាងដើមសួរថាតើកុមារយុវសហគ្រិនជានរណាអញ្ចឹងយើងសួរបន្តទៀតយើងសួរថាចុះបើកុមារគាត់ដែលយើងនិយាយគ្នាពីមុនណាគាត់មានជំនាញសហគ្រិនហើយគាត់ចេះគិតហើយគាត់ហ៊ានសាកល្បងហើយគាត់មានវិន័យមានទំនួលខុសត្រូវគាត់ចេះធ្វើការងារជាក្រុមហើយអញ្ចឹងតើមានស្អីនៅពីខាងក្រោយទៀតដែលយើងអាចជួយឲ្យពួកគាត់ដើម្បីគាត់បានបំលែងអ្វីដែលគាត់មាននេះឲ្យទៅជាប្រយោជន៍សម្រាប់ដូចខ្ញុំបានបញ្ជាក់ថាសម្រាប់ខ្លួនគាត់សម្រាប់គ្រួសារគាត់សហគមន៍គាត់និងសម្រាប់កសាងជាតិនិងការពារជាតិទាំងអស់គ្នាអញ្ចឹងអូខេជាមួយនឹងវគ្គ4នេះអឺយើងសួរខ្លួនឯងបន្ថែមអញ្ចឹងប្រហែលសំណួរហ្នឹងទៅហើយដូចជាអស់ចិត្តណាតើតើការសួរសំណួរហ្នឹងពពួកអីយើងរកឃើញជ្រុងរកឃើញគ្រឿងបង្គុំមិនធាតផ្សំនៃបញ្ហាឲ្យឃើញកាន់តែតូចកាន់តែល្អិតយើងងាយនឹងរកមកដំណោះស្រាយដើម្បីទៅបំពេញឬក៏ឆ្លើយតបទៅនឹងគ្រឿងបង្គុំហ្នឹងធាតផ្សំនៃបញ្ហាហ្នឹងវាបានល្អបើថាយើងមើលបញ្ហាមួយមើលតែវាថាពីមួយជ្រុងយើងអត់ឃើញរូបផ្គុំនៃបញ្ហាទេហើយដល់ពេលអញ្ចឹងយើងដាក់ដំណោះស្រាយទៅយើងដំណោះស្រាយបានតែនៅផ្នែកមួយនៃជ្រុងមួយដែលយើងមើលឃើញប៉ុន្តែជ្រុងដទៃទៀតយើងមើលអត់ឃើញយើងរកដំណោះស្រាយទឹកបន្ស៊ីវាអត់បានអញ្ចឹងមានន័យថាបញ្ហាមួយកើតឡើងចេញពីធាតុផ្សំច្រើនប៉ុន្តែយើងដាក់ដំណោះស្រាយតែមួយគឺវាអត់គ្រប់ជ្រុងជ្រោយតែមកខ្ញុំថាដូចជាមិនអស់ចិត្តទៅសួរខ្លួនឯងសួរមកកាន់ខ្លួនឯងក៏ដូចសួរទៅកាន់ប្រិយមិត្តទេសនិកជនយើងត្រៀមច្បងយើងវាគ្មិនយើងអ្នកសិក្សាអប់រំយើងកុមារយុវ័នយើងថាជំនួសសួរបន្តថាអឺតើបើសិនជាកុមារម្នាក់ឬពីរនាក់ឬក៏កុមារមួយចំនួននោះគាត់បន្ទាប់ពីគាត់ស្វែងយល់ពីសហគ្រិនភាពគាត់ថាគាត់ចង់ក្លាយទៅជាកុមារឬក៏យុវសហគ្រិនប៉ុន្តែគាត់ថាខ្ញុំអត់មានលុយផងហើយខ្ញុំប៉ាម៉ាក់ខ្ញុំមិនមែនអ្នករត់ទទួលទានផងមិនមែនអ្នកម្ចាស់អាជីវកម្មមិនជាអាជីវករផងអញ្ចឹងខ្ញុំធ្វើដំណើរតាមណាដើម្បីក្លាយទៅជាកុមារយុវសហគ្រិននឹងសំណួរមួយដែលយើងសួរហើយយើងនឹងឆ្លើយទាំងអស់គ្នាហើយសំណួរមួយទៀតអឺចុះបើក្មេកម្នាក់មានឪពុកម្ដាយជាអ្នកជាអាជីវករហើយគាត់គ្រាន់តែជួយលាងចានជួយបោះជូតជួយ take order ភ្ញៀវអីជួយសំណេះសំណាលមួយភ្ញៀវជួយប្រមូលសម្រាមអីផ្សេងៗហ្នឹងសួរថាដំណើរហ្នឹងគឺជាដំណើរនៃនៅក្នុងកន្លងជា
កុមារឬក៏យុវសហគ្រិនឯងដែរបាទអញ្ចឹងសំណួរសួរហើយអញ្ចឹងបើសិនជាយើងសាកល្បងគិតថានេះជាចម្លើយតើចម្លើយនេះត្រឹមត្រូវទៅតាមស្ថានភាពរបស់លោកលោកស្រីដែលជាប្រិមិត្តអឺអាចថាលោកលោកស្រីជាសហគ្រិនហើយជាម្ចាស់ជីវកម្មហើយតើកូនរបស់លោកលោកស្រីឬក៏លោកគ្រូអ្នកគ្រូដែលស្ដាប់អ្នកសិក្សាអប់រំដែលស្ដាប់វគ្គនេះយើងសាកល្បងយកចម្លើយនេះមកត្រិះរិះពិចារណាមើលថាតើវាត្រូវអត់នៅក្នុងនេះចម្លើយឆ្លើយថាជាកុមារយុវសហគ្រិនគឺមានន័យថាជាកុមារដែលគាត់ពូកែមើលឃើញបញ្ហាហើយបន្ទាប់ពីមើលឃើញបញ្ហាហើយជាទូទៅរបៀបដោះស្រាយបញ្ហាដែលយើងដឹងទាំងអស់គ្នាអាចថាវាមាន3របៀបធំណារបៀបទី1 let it be ទុកបញ្ហានឹងចោលមិនដោះស្រាយគង់តែពេលវេលាដោះស្រាយជូននេះពេលវេលាដោះស្រាយឲ្យហ្នឹងរបៀបទី1ហើយរបៀបទី2គឺ reactive របៀបប្រតិកម្មមានអ្នកមើលឃើញបញ្ហាហើយអត់ទុកចោលទេចាប់ផ្ដើមប្រមើលដំណោះស្រាយសិក្សាស្វែងយល់ថាស្អីជាគ្រឿងមង្គមស្អីជាធាតុផ្សំនៃបញ្ហាហើយបើដោះស្រាយបានតើវាមានផលប្រយោជន៍អីសម្រាប់ខ្លួនឯងសម្រាប់គ្រួសារសម្រាប់សហគមន៍និងសង្គមជាតិអញ្ចឹងយើងអាចសន្និដ្ឋានរំគេថាជាមួយចម្លើយនេះណាយើងពិភាក្សាជាមួយគ្នាថាតើបើសិនជាយើងនិយាយថាកុមារយុវសហគ្រិនគឺជាកុមារឬក៏យុវជនដែលប្រកែមើលឃើញបញ្ហាពីគ្រប់ជ្រុងហើយប្រកែរកដំណោះស្រាយសម្រាប់បញ្ហានៃគ្រប់ជ្រុងនោះខ្ញុំទី1ទី2ទៀតថាកុមារយុវសហគ្រិនក៏ជាអ្នកដែលចូលចិត្តចាប់ផ្ដើមពីអ្វីដែលគាត់ស្រឡាញ់ចូលចិត្តយកថាកាលពីសម័យយើងនៅក្មេងៗវ័យប្រហែលខ្ញុំនេះយើងបកទៅក្មេងៗយើងចូលចិត្តលេងល្បែងមួយចំនួនក្នុងចំណោមនោះគឺល្បែងពង្ហោះខ្លែងអញ្ចឹងបើសិនជាក្នុងពេលនោះខ្ញុំមានកំណត់កុមារយុវសហគ្រិនភាពហើយខ្ញុំជាកុមារសហគ្រិនម្លេះសំខ្ញុំអាចផលិតបាននៅឥឡូវគេហៅខេត្តគេហៅខ្លែងដែលគេផលិតលក់តាមទីសាធារណៈទីប្រជុំជនជាពិសេសពេលមានព្រឹត្តិការណ៍ផ្សេងៗជាងគេលក់គេរកបានចំណូលនោះគឺជាសហគ្រិនភាពរបស់អ្នកដែលអាចថាម្ចាស់ដើមជាអ្នកផលិតហើយគេយកមកលក់បន្តអញ្ចឹងណាអញ្ចឹងអានេះដែលខ្ញុំចង់លើកឧទាហរណ៍ពីអ្វីដែលផ្ដើមពីការស្រឡាញ់បើកាលនោះខ្ញុំស្រឡាញ់ផោះខ្លែងហើយបើខ្ញុំមានគំនិតកុមារយុវសហគ្រិនភាពហើយខ្ញុំហ៊ានដោះស្រាយហើយខ្ញុំហ៊ានសាកល្បងហើយម្លេះសំខ្ញុំខ្លាយតែជាតកែខ្លែងអញ្ចឹងមានន័យថាម៉េចមានន័យថាខ្ញុំធ្វើអត់បានមកដល់ពេលនេះខ្ញុំអត់បានទេខ្ញុំបរាជ័យប៉ុន្តែខ្ញុំនិយាយឲ្យថាបរាជ័យវាអត់មែនជារឿងអីដែលគួរឲ្យនិយាយថាវាអាក្រក់ពេកគួរឲ្យខ្លាចពេកទេប៉ុន្តែយើងយកបរាជ័យនេះបើយើងធ្វើខ្លួនឯងបានយើងផ្ចិតបរាជ័យនេះជាមួយនឹងអាចន្លោះប្រហោងដែលយើងធ្វើមិនបានហ្នឹងរៀបចំដំណើរសម្រាប់កូនសម្រាប់កុមារយុវជនយើងនៅពេលក្រោយពេលយើងកំពុងពិភាក្សាគ្នានេះអញ្ចឹងហើយអាចថាចម្លើយទី3គឺថាកុមារដែលប្រកែរៀនពីកំហុសខ្លួនឯងជាពិសេសមិនរៀនពីកំហុសគេរៀនពីកំហុសគេក៏រៀនដែរព្រោះឯធម្មតាធ្វើអាជីវកម្មគឺត្រូវរៀនពីគ្នាទៅវិញទៅមកគេធ្វើអីបានល្អហើយអ្វីដែលជាកំហុសរបស់គេយើងធ្វើអីបានល្អហើយអ្វីដែលយើងធ្វើមិនទាន់បានយើងផ្ចិតអ្វីដែលជាកំហុសគេឲ្យខ្លាយទៅជាចំណុចខ្លាំងរបស់យើងផ្ចិតកំហុសរបស់យើងដើម្បីបង្កើនចំណុចខ្លាំងរបស់យើងអាហ្នឹងគាត់ថាកុមារយុវសហគ្រិនគឺជាកុមារដែលប្រកែរៀនពីកំហុសទាំងកំហុសខ្លួនឯងទាំងកំហុសអ្នកដទៃហើយអត់មិនមែនជាអ្នកបោះបង់អ្វីដែលជាការស្រវាចាស់គេហៅថាក្តីសម័យដែលខ្ញុំនិយាយម្ដងទៀតថាមនុស្សម្នាក់តាមសភៅដែលខ្ញុំធ្លាប់អានមិនចាំឈ្មោះសភៅប៉ុន្តែគេនិយាយថាគេថាមនុស្សម្នាក់ជាពិសេសក្មេងនឹងតែម្ដងក្នុងតែ1នាទីយើងនិយាយថា1នាទីឲ្យច្រើនតិចចុះគាត់អាចបង្កើតក្តីសម័យបានរាប់លានក្តីសម័យហើយគេធៀបនឹងក្តីសម័យធៀបនឹងវិទ្យាសាស្ត្រគេថាភពយើងនេះណាភពក្នុង1នាទីក៏អាចកកើតចេញជាភពបានរាប់លានភពដែរហើយដល់ពេលខ្ញុំនិយាយដល់ចំណុចនេះថាចម្លែកមិនទៅដឹងមកពីណាហើយភពឥឡូវនៅសល់តែប្រហែលធំហ្នឹងជុំមិនក៏ហ៊ាននិយាយថាភពក្នុង1នាទីអាចកើតឡើងរាប់លានភពអានោះជាមូលហេតុដែលខ្ញុំនិយាយនៅក្នុងវេទិកានេះគឺខ្ញុំត្រូវការឯកសារយោងអញ្ចឹងណាខ្ញុំត្រូវការមើលពី laptop ពី computer ដែរ
ឥឡូវខ្ញុំបកស្រាយពិភពហើយនឹងក្តីសម័យហ្នឹងតិចសិនថាក្នុង1នាទីក្មេងអាចបង្កើតក្តីសម័យបានរាប់លានក្តីសម័យហើយធៀបនឹងវិទ្យាសាស្ត្រក្នុង1នាទីហ្នឹងអាចកើតភពរាប់លានភពដែរប៉ុន្តែភពនៅសល់ភពធំៗទៅប្រមាណហ្នឹងទេក្តីសម័យក៏ដូចគ្នាដែររាប់លានក្តីសម័យបន្ទាប់ពីបំព្រួញហើយតាមលក្ខណៈដែលយើងព្យាយាមបំព្រួញវាបង្រួមវាឬតាមលក្ខណៈរបស់ធម្មជាតិនៃក្តីសម័យហ្នឹងវាអាចរួញមកវិញរួមមកវិញត្រឹមតែ1 2 3 4ក្តីសម័យឯងសួរថាហេតុអីបានភពហ្នឹងវាកើតហើយវាបាត់ទៅវិញដោយសារវាអត់មាន molecule វាមានមិនមែនថាអត់ទេប៉ុន្តែវាអត់ក្រាមវាអត់រឹងវាអត់ដូចថាបើវារឹងទៅវាអ្នករៀនរូបវិទ្យាដឹងថាដល់ពេលដែលវត្ថុមួយដែលមាន molecule ក្រាមកាន់តែក្រាមវត្ថុនឹងកាន់តែរឹងហើយវត្ថុនឹងកាន់តែមាំអញ្ចឹងណាក្តីសម័យក៏ដូចគ្នាដែរក៏វាមាន molecule ផ្សេងដែរអញ្ចឹងដើម្បីចាប់ក្តីសម័យទាំងបំបាមកណាមកលានក្តីសម័យពង្រួមវាឲ្យទៅជាក្តីសម័យ1 2 3ហ្នឹងបានខ្ញុំនិយាយម្ដងទៀតថាត្រូវឲ្យអនុញ្ញាតឲ្យគាត់រត់តាមក្តីសម័យរត់តាមអ្វីដែលជាគុណតម្លៃរត់តាមអ្វីដែលជាទំនួលខុសត្រូវរបស់គាត់ដើម្បីឲ្យគាត់រៀបចំចាប់យកក្តីសម័យហ្នឹងមកដាក់នៅក្នុងលបផែនការខ្ញុំប្រើពាក្យថាលបផែនការពីព្រោះអីនៅពេលដែលរៀបតម្រៀបវានៅក្នុងផែនការមួយបានច្បាស់លាស់ដែលយើងតំណាងថាកញ្ចក់ផែនការគឺជាលមួយហើយយើងដុតអាក្តីសម័យគាត់ទីអ្នកដុតប៉ុន្តែយើងអ្នកជំរុញអ្នករំលឹកគាត់ថាភ្លើងចាប់អស់ហើយអញ្ចឹងគាត់ដុតក្តីសម័យរបស់គាត់ចំអិនក្តីសម័យរបស់គាត់ចំអិនសបិនរបស់គាត់ជាមួយនឹងដុំភ្លើងសកម្មភាពមានថាគាត់ត្រូវតែបញ្ចេញសកម្មភាពហើយសកម្មភាពនោះមានលក្ខណៈ dynamic ហើយមានលក្ខណៈដូចថាទៅមុខជានិច្ចអញ្ចឹងណាមិនបោះបង់នេះដែលខ្ញុំបកស្រាយពាក់ព័ន្ធទៅនឹងអ្វីដែលជាចម្លើយទី1ទី2ទី3ដែលខ្ញុំនិយាយមិញថាចម្លើយទី3គឺកុមារឬក៏យុវជនដែលពូកែរៀនពីកំហុសគេរៀនពីកំហុសខ្លួនឯងបំលែងកំហុសគេបំលែងកំហុសខ្លួនឯងឲ្យទៅជាផលប្រយោជន៍មិនបោះបង់ខ្ញុំបកស្រាយនឹងក្តីសម័យនឹងបើសិនជាក្តីសម័យកើតឡើងមកហើយនៅតែបោះបង់គឺក្តីសម័យនឹងអត់មានចាប់បានយកទៅដុតនៅក្នុងលផែនការជាមួយនឹងដុំភ្លើងសកម្មភាពទេអញ្ចឹងអត់មានរឿងពិតជាក់ស្ដែងណាមួយកើតឡើងដើម្បីបម្រើឲ្យផលប្រយោជន៍ខ្លួនគាត់ផលប្រយោជន៍គ្រួសារគាត់ផលប្រយោជន៍សង្គមសហគមន៍ហើយនិងសង្គមជាតិទេអញ្ចឹងនេះគឺជាយោបល់របស់ខ្ញុំឯណាជាអ្វីដែលខ្ញុំស្វែងយល់ពីឯកសារហើយជាបទពិសោធន៍តិចតួចទេដែលលោកស្រីស្ដាប់ហើយលោកស្រីពិចារណាតាមការគួរពីព្រោះអីនៅពេលដែលស្ដាប់អាចថាការបកស្រាយណាមួយនេះជាយោបល់ខ្ញុំទៀតហើយដល់ពេលគេសួរយើងថាជឿទេយើងឆ្លើយថាជឿមួយផ្លែតហ្នឹងអត់ទាន់មានពេលពិចារណាបើយើងឆ្លើយថាជឿអាហ្នឹងបើសម្រាប់ខ្ញុំថាខ្ញុំប្រមាថខ្លួនឯងខ្ញុំមិនឲ្យតម្លៃនៃការពិចារណាខ្ញុំខ្លួនឯងអញ្ចឹងយ៉ាងណាមិញប្រិមិត្តយើងបានស្ដាប់ខ្ញុំហើយកុំធ្លាក់ជឿទៅពិចារណាព្រោះឥឡូវមានប្រភពឯកសារច្រើនដែលយើងអាចងាយនឹងស្វែងរកជាពិសេសខ្ញុំប្រើប្រភពបញ្ញាសិប្បនិម្មិតច្រើនដើម្បីមកនិយាយនៅក្នុងវេទិកានេះណាបាទឥឡូវយើងវែងតិចហើយអញ្ចឹងជាទូទៅនៅពេលដែលយើងនិយាយពីស្អីមួយយើងត្រូវមានស្អីផ្ទៀងផ្ទាត់អញ្ចឹងយើងនិយាយថាបើសិនជាយើងសន្មតដល់គ្នាថាកុមារយុវសហគ្រិនភាពគឺជាកុមារដែលប្រកាសរៀនពីកំហុសកុមារដែលអឺដែលគាត់មិនបោះបង់ក្តីសម័យកុមារដែលគាត់ចេះមើលបញ្ហាពីគ្រប់ជ្រុងដោះបង្គំដោះគ្រឿងបង្គំដោះធាតុផ្សំនៃបញ្ហាដើម្បីដាក់ solution ឲ្យទៅតាមគ្រឿងបង្គំហ្នឹងទៅតាមធាតុផ្សំហ្នឹងជាហោហែដែលខ្ញុំនិយាយហើយអញ្ចឹងយើងផ្ទៀងផ្ទាត់ជាមួយគ្នាទាំងអស់គ្នាជាមួយនឹងឧទាហរណ៍តែថ្ងៃនេះជាមោទនភាពយើងមានឧទាហរណ៍ពីកុមារកម្ពុជាយើង3រូបដែរអញ្ចឹងខ្ញុំជ្រើសរើសឧទាហរណ៍ពីខាងក្រៅប្រទេសចំនួន3រូបហើយកុមារនៅខាងក្នុងប្រទេសយើងហ្នឹងក្នុងស្រុកយើងចំនួន3រូបដែរអញ្ចឹងកុមារីឈ្មោះថាមីកៃឡាអ៊ុលម៉ាគាត់ជាកុមារីជនជាតិអាមេរិកហើយគាត់មែនទែនគាត់ចាប់ផ្ដើមមុខរបររបស់គាត់មុខរបរកប៉ិចកពុកប៉ុន្តែពីការស្រឡាញ់ពីក្តីស្រឡាញ់របស់គាត់តាំងតែពីគាត់អាយុ4ឆ្នាំមកហើយមុខរបរគាត់ស្អីគឺលក់ទឹកក្រូចឆ្មាលាយទឹកឃ្មុំគាត់លក់អាហ្នឹងលក់តាំងពីអាយុ4ឆ្នាំរហូតដល់អាយុ
ទៅ11ឆ្នាំគឺគាត់ល្បីខ្លាំងគាត់រកចំណូលបានច្រើនរហូតដល់គាត់បង្កើតបានក្រុមហ៊ុនមួយឈ្មោះថា Me&B Laminate នេះគឺជាជោគជ័យមួយរបស់កុមារីអញ្ចឹងយើងហៅកុមារសហគ្រិនណាបាទហើយមានកុមារមួយទៀតកុមារាវិញសញ្ជាតិអាមេរិកដែរឈ្មោះ Mosier Bridge គាត់នេះរៀងគាត់ចាប់ផ្ដើមពីអាយុ9ឆ្នាំរៀងដឹងក្តីហើយមូលហេតុនៃការដែលគាត់ចាប់ផ្ដើមគឺដោយសារតែមានបញ្ហាតែខ្ញុំនិយាយថាគាត់មើលជ្រុងនៃបញ្ហាគាត់យកបញ្ហាហ្នឹងមកប្របែកជាភាគល្អិតទៅគាត់មើលឃើញជ្រុងនៃបញ្ហារបស់គាត់គឺនៅពេលដែលមានកម្មវិធីអីមួយជួបព្រឹត្តិការណ៍មួយគាត់ទៅរកអាកលកគាត់នេះគេហៅបូ neck bow ហ្នឹងយកមកពាក់ទៅมันមានកន្លែងណាលក់បូហ្នឹងដែលសមនឹងរូបរាងគាត់ទេសមនឹងមាឌគាត់សម្បុរគាត់ទេគាត់សម្បុរគាត់ដូចយ៉ាងស្អែមអាចថាសម្បុរខ្មៅដែរអញ្ចឹងណាអញ្ចឹងអត់សមដើម្បីធ្វើឲ្យសមសម្រាប់ខ្លួនឯងដើម្បីរក solution សម្រាប់ខ្លួនឯងហើយគាត់គិតថាមិនមែនតែគាត់ទេសម្បុរខ្មៅមានអ្នកដទៃទៀតសម្បុរខ្មៅសាក់រួញដូចគាត់អញ្ចឹងគាត់មើលឃើញជ្រុងនៃបញ្ហានេះគាត់ក៏ចាប់ផ្ដើមដេរអាយុ9ឆ្នាំដេរកលកងប្រើខ្លួនឯងជាមួយនឹងការជួយឧបត្ថម្ភអឺគេហៅថាបច្ចេកទេសឬក៏ថាការបញ្យល់បង្ហាញពីជីដូនផងណាការគ្រប់គ្រងពីជីដូនផងគាត់ដេរneck bow ហ្នឹងបានរហូតទៅពេលគាត់ពាក់ចូលក្នុងព្រឹត្តិការណ៍ផ្សេងៗពួកម៉ាក់ដែរនៅក្នុងគេថា group របស់គាត់សម្បករូបរាងផែគ្នាគាត់មើលទូរស័ព្ទចេះតែសួរគាត់ក៏បានបំផុសអាគំនិតហ្នឹងរលាស់អាគំនិតហ្នឹងរលាស់ខ្លួនចេញពីការមើលឃើញបញ្ហាហ្នឹងដាក់ solution ឲ្យបញ្ហាហ្នឹងគាត់បំលែងទៅជាអាជីវកម្មមួយអាជីវកម្មរបស់គាត់លើកពងល្បីដែរឈ្មោះថាម៉ូហ្នឹងគឺតំណាងឲ្យម៉ូឈ្មោះគាត់ Mosier ណា Mosier Bridge ចឹងក្រុមហ៊ុនគាត់ឈ្មោះថា Bows យ៉ាងមានតែកលកអាប្រពាក់កនេះផលិតដោយគាត់ Mouse Bow យ៉ានឹងឧទាហរណ៍ទី2ឧទាហរណ៍ទី3គឺនិយាយពីយុវតីសំទោសខ្ញុំលើកពីคลิปមុនខ្ញុំហៅឈ្មោះអានMakusinski ជនជាតិកាណាដាខ្ញុំហៅគាត់ថាជាកុមារាការពិតគាត់មិនមែនជាកុមារាទេគាត់អាយុដល់តែ15ឆ្នាំហើយគាត់គួរតែត្រូវបានហៅថាយុវវ័នណាប៉ុន្តែដោយសារគាត់មិនមែនខ្ញុំនិយាយលើកមុនហ្នឹងខ្ញុំច្រឡំភេទគាត់មិនមែនកុមារាទេប៉ុន្តែគាត់ជាយុវតីជាក្មេងស្រីដែលអាយុ15ឆ្នាំហើយជនជាតិកាណាដាសូមអធិស្ឋានផងតម្រៃជើង4គង់មានផ្លាត់ចឹងហើយបានថាត្រូវនិយាយអីចេញពីឯកសារគាត់នៅអាយុ15ឆ្នាំចន្លោះ15ឆ្នាំ16ឆ្នាំគាត់មានចំណង់តាក់ទងនឹងការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រអានសភៅសំទោសវិទ្យាសាស្ត្រអានសភៅវិទ្យាសាស្ត្រច្រើនហើយគាត់ hand on គាត់អនុវត្តច្រើនរហូតហើយជាមួយនឹងការគ្រប់គ្រងពីលោកគ្រូអ្នកគ្រូពុកដែរផងគាត់ផងរហូតដល់គាត់ត្រឹមតែអាយុ10ចន្លោះពី15ទៅ17ឆ្នាំហ្នឹងគឺគាត់ជោគជ័យខ្លាំងគាត់ផលិតបានឧបករណ៍វិទ្យាសាស្ត្រមួយដែលហៅថា the hollow flashlight ដែលយើងសម្រួលមកខ្មែរយ៉ាងថាពិលឬក៏ឧបករណ៍វិទ្យាសាស្ត្រសម្រាប់ខាងវិទ្យាសាស្ត្រសម្រាប់ខាងដុកទ័រឲ្យគាត់ឆ្លោះកំពុងក៏ចុះស្អីហ្នឹងហើយឧបករណ៍ហ្នឹងគឺអត់ចាំបាច់ប្រើថ្មទេអត់ប្រើ battery ទេគឺប្រើកម្ដៅរាងកាយអញ្ចឹងអាហ្នឹងគឺជាសមិទ្ធផលវិទ្យាសាស្ត្រមួយដែលមហិមាសម្រាប់គាត់អាយុត្រឹមតែ15ទៅដល់17ឆ្នាំគាត់ធ្វើបាននេះកូនខាងគេកូនខាងអ្នកដែលយើងទៅរៀនសូត្រតាមណាគឺខាងអាមេរិកហើយនិងកាណាដាចុះកូនខ្មែរយើងក៏អាចរៀនសូត្រពីគ្នាទៅវិញទៅមកនៅក្នុងស្រុកដែរខ្ញុំលើកពីកុមារីភ្លោះ2ក៏ប៉ុន្តែបើនិយាយពីជាលក្ខណៈធម្មជាតិของគាត់មិនមែនជាហាក់កូនភ្លោះទេពីព្រោះគាត់ម្ដាយគាត់ផ្សេងគ្នាតែគាត់កើតថ្ងៃផ្សេងគ្នាទៀតម្នាក់កើតឆ្នាំ1984នៅកើតនៅ1984ខ្ញុំមិនចាំថាគាត់កើតណាប៉ុន្តែម្នាក់ទៀតម្នាក់ហ្នឹងកើត1984ឈ្មោះថា Paul Kimsan ភេទស្រីណាហើយម្នាក់ទៀតកើតនៅឆ្នាំ1986កើតនៅសៀមរាបទេហើយគាត់ឈ្មោះសុកកំសាន្ត
ដែលគាត់កំសាន្តដូចគ្នាហើយគាត់មានចំណង់ដូចគ្នាចំណង់តាក់ទងសិល្បៈធ្វើម្ហូបហើយពលកំសាន្តនោះគាត់ទៅរៀនចំណង់ធ្វើម្ហូបហ្នឹងបំពេញចំណង់របស់គាត់ហ្នឹងគេហៅថា art of cuisine ហ្នឹងឬក៏ culinary ហ្នឹងគាត់ទៅរៀនពីពលដប្រូលហើយណែសុកកំសាន្តនេះទៅរៀនអំពីសាលាបាយទេនៅសៀមរាបប៉ុន្តែបន្ទាប់ពីគាត់បំពេញចំណងបំពេញការអានបំពេញការហ្វឹកហាត់របស់គាត់ទៅគាត់បានក្លាយទៅជាអាជីវករខ្ញុំនិយាយកាត់ណាគាត់ដោយសារគាត់ឆ្លងកាត់ការអានឆ្លងកាត់ការស្វែងយល់ឆ្លងកាត់ការស្ដាប់ឆ្លងកាត់ការបង្វឹកពីអឺសហគ្រិនមុនអ្នកជំនាញមុនហ្នឹងគាត់ពង្រឹងខ្លួនឯងបាទហើយជាមួយនឹងការងារ team work ផងយើងមើលគាត់មិនមែនបងប្អូនភ្លោះចេញពីផ្ទៃម្ដាយតែមួយហើយកើតថ្ងៃមួយនេះណាកើតខុសគ្នា12ឆ្នាំមួយកើត86មួយកើត84ប៉ុន្តែដោយសារ team work របស់គាត់បង្កើតបានជាក្រុមហ៊ុនដ៏ល្បីមួយrestaurant ដ៏ល្បីមួយដែលឈ្មោះសំបុកអ្នកនៅភ្នំពេញអាចដឹងថាសំបុកនៅណានៅជិតព្រះបរមរាជវាំងហើយល្បីណាrestaurant របស់គាត់ហ្នឹងគឺត្រូវបានជាប់នៅក្នុងចំណោមគេថា restaurant ល្បីៗទាំង50 restaurant នៅទូទាំងពិភពលោកខ្ញុំនិយាយកាត់ខ្លះបើសម័យខ្លួនលើជួយបំពេញបន្ថែមចេះអឺគាត់កាលមុនជាកុមារីទេឥឡូវគាត់ជាយុវតីគាត់ជាអ្នកសហគ្រិនហើយគឺពលកំសាន្តហើយនឹងសុកកំសាន្តហ្នឹងណាបាទនោះជាឧទាហរណ៍ដែលថាបើយើងមើលទៅគេទៅថាគេធ្វើបានក៏លោកយើងធ្វើបានឥឡូវយើងមើលគ្នាឯងខ្មែរយើងគ្នាឯងយើងធ្វើបានដែរមានឧទាហរណ៍មួយទៀតហើយគាត់កំពុងតែល្បីដែរនៅក្នុង social media TikTok ជាពិសេសហ្នឹងកុមារាឈ្មោះលឹមសៀងឈៀនកុមារានេះគឺគាត់មានអាយុតែ10ឆ្នាំនៅឡើយទេហើយរៀនត្រឹមថ្នាក់ទី5ទេគាត់រៀននៅសាលានៅក្នុងស្រុកយើងនឹងឯងនៅសៀមរាបនឹងឯងហើយអ្វីដែលយើងអាចរៀនពីគាត់បានគឺគាត់ជោគជ័យគាត់រលាស់ខ្លួនគាត់ចេញពីភាពអៀនខ្មាស់អៀនមិននិយាយស្ដីមិនក្លាហានមិនហ៊ានតាក់ទងមនុស្សខុសវ័យគ្នាលេងបានតែជាមួយមនុស្សវ័យ10ឆ្នាំពី10ឆ្នាំអីជាមួយគ្នាអត់ទេឈៀននេះគឺគាត់ប្រកែគេថា self confidence របស់គាត់ខ្លាំងណាស់ហើយមនុស្សយើងនៅពេលដែលទំនុកចិត្តខ្លួនឯងខ្លាំងអនាគតគឺល្អខ្លាំងម៉េចហើយមិនបានលើគាត់ជាឧទាហរណ៍យើងអ្នកដែលអញ្ជើញមកលេងសៀមរាបទេសចរក្នុងស្រុកយើងអញ្ជើញមកពីខាងភ្នំពេញពីខាងខេត្តខណ្ឌផ្សេងៗមកដល់សៀមរាបហើយយើងហៅ inbound tour ហ្នឹងទេសចរក្នុងស្រុកមកដល់សៀមរាបបើសិនជាមានចំណង់ចំណូលចិត្តជាមួយនឹងលតឆាគឺគ្រួសារលតឆាសៀមរាបហ្នឹងលក់លតឆាលក់ណែនំកញ្ឆាយហ្នឹងហើយដែលខ្ញុំលើកជាឧទាហរណ៍ពីកុមារនេះមកគឺដោយសារអញ្ចឹងដោយសារគាត់រលាស់ខ្លួនចេញពីគេហៅថាការមិនមាន self confidence មិនហ៊ានតំណាក់តំណងមិនស្គាល់ស្អីជា concept អតិថិជនស្អីជាចំណូលស្អីជាចំណាយហើយស្អីជាការតស៊ូគាត់បោះគាត់ជូតគាត់ take order ជាមួយភ្ញៀវហើយគាត់និយាយលេងជាមួយភ្ញៀវហើយមិនតែប៉ុណ្្នឹងទេយើងគួរអរគុណគាត់ដែរគាត់ជួយផ្សព្វផ្សាយបានច្រើនអំពីអ្វីដែលជាសក្តានុពលទេសចរនៅក្នុងខេត្តសៀមរាបយើងហ្នឹងគាត់រៀបរាប់ពីប្រាសាទនេះប្រាសាទនោះមិនត្រឹមប៉ុណ្្នឹងទៀតគាត់មានពេលណានោះខ្ញុំឃើញគាត់នាំភ្ញៀវផងគាត់ហ្នឹងរាំរបាំខ្មែរទៀតនេះគឺជាអ្វីដែលខ្ញុំគិតថាវាជារឿងដែលសំខាន់មួយដែលយើងលើកគាត់ជាឧទាហរណ៍សម្រាប់កុមារយុវ័នយើងចាប់ផ្ដើមកុំនៅបងអង្គយូរកុំនៅតាមទម្លាប់ចាស់ទម្លាប់ពីមុនហើយចឹងថារៀនមត្តេយ្យ4ឆ្នាំរៀនថ្នាក់ទី1ដល់ថ្នាក់12ទៅឲ្យចប់សិនទៅ16ឆ្នាំហើយទៅរៀនមហាវិទ្យាល័យ4ឆ្នាំទៀតទៅ20ឆ្នាំហើយទៅធ្វើការ2ឆ្នាំទៀត22ឆ្នាំបូកនឹងអាយុមុននឹងចូលរៀនមត្តេយ្យអាយុ14ឆ្នាំបានចូលឬ3ឆ្នាំចូលអញ្ចឹងគាត់អាយុដល់27 28ឆ្នាំហើយបានគាត់ចាប់ផ្ដើមដឹងក្តីនៅក្នុងទស្សនវិជ្ជាសហគ្រិនភាពហ្នឹងអានេះខ្ញុំថាអាចយឺតពេលសម្រាប់ខ្ញុំថាអាចយឺតពេលដោយសារអីបើយើងគិតពី life expectancy និយាយពីជីវិតរំពឹងទុកនៅកម្ពុជាយើងនេះបុរសកាលមុនគេមកអានទៅគឺមនុស្សប្រុសនេះរស់បានតែ58ឆ្នាំទេតែឥឡូវគេកើនដល់65ហើយមនុស្សស្រីគេរស់បានដល់65ឆ្នាំតែឥឡូវគឺកើនដល់72ឆ្នាំនេះតាមឯកសារស្រាវជ្រាវបានឯកសារផ្សេងគ្នាអាចនិយាយផ្សេងគ្នាប៉ុន្តែទោះយ៉ាងណាបើសិនជាយើងធ្វើការជំរុះទម្លាប់ចាស់មិនមែនមិនល្អទេបើ
បើមិនល្អមិនមែនឪពុកម្ដាយយើងចាំបាច់បាច់ថែទាំយើងបានប៉ុណ្ណេះអឺនោះទេទម្លាប់ល្អទម្លាប់គឺជារឿងល្អប៉ុន្តែគ្រាន់តែទម្លាប់ខ្លះយើងអាចដាក់របៀបថ្មីចូលទៅធ្វើឲ្យវាកាន់តែលឿនជាងមុនអញ្ចឹងខ្ញុំថា David H. Hall ខ្ញុំអានសៀវភៅដូចជាច្រើនអាចថាបើនិយាយពីច្រើនជាង2ក្បាលយើងហៅថាពហុវចនៈអានបានច្រើនដែរហើយក្នុងចំណោមសៀវភៅដែលខ្ញុំអានហ្នឹងមានសៀវភៅ2ក្បាលដែលខ្ញុំគិតថាវាមានប្រយោជន៍សម្រាប់ចែករំលែកជាមួយនឹងលោកស្រីទស្សនិកជនគឺសៀវភៅគេដាក់1001មុខរបរមួយសរសេរដោយ Mary ហើយសៀវភៅមួយទៀតគេដាក់ Entrepreneurship អឺសរសេរដោយ David H. Hall ហើយសៀវភៅនេះមានចំណាស់តាំងឆ្នាំ1995គេបោះពុម្ពមកប៉ុន្តែទ្រឹស្ដីគឺមានតម្លៃទ្រឹស្ដីប្រកបមានគុណតម្លៃហើយខ្ញុំមើលថាគុណតម្លៃប្រកបអាចនៅតែរក្សាបាន20 30 40 50 60ឬក៏មកសតវត្សទៅមុខទៀតពីព្រោះគាត់និយាយគាត់ថាសហគ្រិនភាពគឺជាសកម្មភាពទាំងឡាយណាដែលពូកែជំរុះចោលនៅទម្លាប់ចាស់ហើយដាក់ទម្លាប់ថ្មីឆ្លើយតបនឹងតម្រូវការទីផ្សារហើយមានក្រមសីលធម៌នៅក្នុងការឆ្លើយតបហើយគាត់និយាយភាសាប្រកបបើយើងសម្រួលមកប៉ុណ្ណឹងអញ្ចឹងណាអញ្ចឹងទេនិយាយទៅនិយាយមកគឺការលើកឧទាហរណ៍ពីកុមារនៅខាងក្រៅប្រទេស3កុមារនៅយើង3នេះគឺនៅក្នុងតកោបំណងធ្វើម៉េចលើកទឹកចិត្តឲ្យលោកឪពុកម្ដាយជួយដាស់តឿនជួយដែលខ្ញុំនិយាយថាយកក្តីសម័យដាក់នៅក្នុងលបផែនការឲ្យគាត់ដុតអាក្តីសម័យគាត់នឹងឲ្យឆ្អិនជាមួយដុំភ្លើងសកម្មភាពហើយយើងជាអាណាព្យាបាលយើងបំពេញតួនាទី3យ៉ាងហ្នឹងទៅគឺជាអ្នកស្ដាប់ជាអ្នកគ្រប់គ្រងជាអ្នកផ្ដល់ឱកាសពាក្យថាគ្រប់គ្រងមានថាកូនណាភ្លើងចលុតឲ្យដុតថែមអញ្ចឹងណាអាដុំភ្លើងសកម្មភាពពួកក្មេងចង្ការគាត់អាច side track ម្ដងម្កាលដែរបែកគន្លងម្ដងម្កាលដែរអញ្ចឹងណាបាទអញ្ចឹងដូចជាយើងវែងហើយអញ្ចឹងមើលយើងសាកល្បងសន្និដ្ឋានបន្តិចមុននឹងចូលវគ្គ5អញ្ចឹងយើងអាចសន្និដ្ឋានបានទេប្រិមិត្តយើងថាកុមារយុវសហគ្រិន